รถยนต์ที่1របស់លោកអ្នកឬក៏រថយន្តដំបូងរបស់លោកអ្នកថាតើជាប្រភេទ Club Budget ប្រភេទ SUV ដោយ Ford Territory Titanium X 2026មួយគ្រឿងនេះឬក៏ជាប្រភេទ Pick Up ប្រភេទ Pickup មានកន្ទុយដឹកដូចជា Ford Ranger XT 2026មួយគ្រឿងនេះតម្លៃខុសគ្នាត្រឹមតែ$2,000តែប៉ុណ្ណោះប្រសិនបើលោកអ្នកផ្ដល់អាទិភាពទៅលើភាពតាក់ទាញទំនើបទាន់សម័យផាសុកភាពនិងភាពងាយស្រួល Ford Territory Titanium X ម៉ូដែលឆ្នាំ2026គឺជាជម្រើសដ៏ស័ក្តិសមតម្លៃត្រឹមតែ$42,900តែប៉ុណ្ណោះនិងបង់ប្រចាំខែត្រឹមតែ$308តែប៉ុណ្ណោះតើហើយឥឡូវយើងមកពី feature highlight ឬក៏មុខងារពិសេសៗរបស់ Ford Territory Titanium X ម៉ូដែលឆ្នាំ2026មួយគ្រឿងនេះលោកអ្នកអាចបញ្ជារថយន្តពីចម្ងាយមុខងារគ្រវាសជើងបើកទ្វារឃ្លុបផ្នែកខាងក្រោយចង្កឹះលេខអេឡិចត្រូនិកបង្វិល Rotary e-shifter កាមេរ៉ា360 degree អាចបង្ហាញរូបភាពជា 2D និង 3D កញ្ចក់ Digital សម្រាប់ការមើលក្រោយផ្នែកខាងក្នុងដំបូលកញ្ចក់ Panoramic Sunroof អាចបិទបើកបានម៉ូដបើកបរចំនួន4ម៉ូដម៉ូដធម្មតាម៉ូដសន្សំសំចៃម៉ូដ Sport និងម៉ូដ Off-road ភ្លើងលម្អចម្រុះពណ៌ខាងក្នុងរថយន្ត Ambient Lighting បន្ទះសាកថ្មទូរស័ព្ទឥតខ្សែ Wireless Charging Pad កម្មវិធី Wireless CarPlay បញ្ជានៅលើអេក្រង់ Touch Screen ទំហំ12អ៊ីងអាចហៅឬទទួលទូរស័ព្ទចាក់តន្ត្រីកម្សាន្តឬស្វែងរកទីតាំងនៅលើផែនទីជាដើមមុខងារកៅអីត្រជាក់ផ្នែកខាងមុខទាំងសងខាងប្រព័ន្ធបំពងសំឡេងដ៏ល្បីរបស់ប្រទេសបារាំង Acoumis ជាមួយនឹងប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជាប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិផ្នែកខាងមុខប្រព័ន្ធផ្ដល់ព័ត៌មាននៅលើកញ្ចក់ចំហៀងពេលមានការវ៉ាជែងឬពេលរយ៉ែប្រព័ន្ធរក្សាកន្លងបើកបរប្រព័ន្ធរ៉ាដាប្រដេញល្បឿនរក្សាគម្លាតសុវត្ថិភាពប្រព័ន្ធផ្ដល់សញ្ញាប្រុងប្រយ័ត្នមុនពេលបើកទ្វារប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់និងមុខងារពិសេសៗជាច្រើនទៀតប្រសិនបើលោកអ្នកផ្ដល់អាទិភាពទៅលើការបំពេញការងារធ្ងន់ៗឧស្សាហ៍ធ្វើដំណើរផ្លូវឆ្ងាយឆ្លងកាត់គ្រប់ខេត្តក្រុងមិនរើសផ្លូវនិងអត្ថប្រយោជន៍បត់បែនគ្រប់កលៈទេសៈមិនថាការងារគ្រួសារឬក៏ដំណើរកម្សាន្ត Ford Ranger XT ម៉ូដែលឆ្នាំ2026គឺជាជម្រើសដ៏ល្អបំផុតតម្លៃត្រឹមតែ$44,900និងបង់ប្រចាំខែត្រឹមតែ$322តែប៉ុណ្ណោះតើយើងមកមើលពី feature highlight ឬក៏មុខងារពិសេសៗរបស់ Ford Ranger XT ម៉ូដែលឆ្នាំ2026មិនរើសដំណើរចិត្តឆ្ងាយមិនរើសស្ថានភាពផ្ទៃដីបើកបរជាមួយនឹងការបំពាក់ជូននៅម៉ូដបើកបរលើដងវិថីឬ On-road mode ចំនួន4ម៉ូដគឺម៉ូដធម្មតាម៉ូដសន្សំសំចៃម៉ូដដឹកឬអោសសណ្ដោងនិងម៉ូដផ្លូវរអិលបន្ថែមជាមួយនឹងមុខងារកាពីតាសជំនះនៅគ្រប់ឧបសគ្គបើកបរ 2H ប្រព័ន្ធបើកបរកង់2 4H ប្រព័ន្ធបើកបរកង់4លំនឹងនិង 4L ប្រព័ន្ធបើកបរកង់4កម្លាំងហើយអាចប្រើរួមគ្នាជាមួយនឹងប្រព័ន្ធឡុកប៉ង់ផ្នែកខាងក្រោយនិងប្រព័ន្ធគ្រប់គ្រងក្នុងការចុះចំណោទដោយស្វ័យប្រវត្តិយើងក៏អាចមើលពីព័ត៌មាន Off-road នៅលើកុងទ័រ Digital ទំហំ8អ៊ីងដែលមានបង្ហាញអំពីទីតាំងមុំរថយន្តមុំផ្អៀងមុំចោតនិងមុំដៃចង្កូតល្អចំពោះការបំពេញការងារធ្ងន់អាចដឹកបានជាង1តោននិងអោសសណ្ដោងបានជាង3តោនក៏មាន Wireless CarPlay ដែលអាចប្រើកម្មវិធីទូរស័ព្ទសម្រាប់ទំនាក់ទំនងការកម្សាន្តនិងការនាំផ្លូវនៅលើអេក្រង់ Touch Screen ទំហំ 10.1 អ៊ីងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ SYN4 បូករួមជាមួយនឹងប្រព័ន្ធសុវត្ថិភាពដទៃទៀតដូចជាប្រព័ន្ធរក្សាកន្លងបើកបរប្រព័ន្ធជាន់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិផ្នែកខាងមុខប្រព័ន្ធទម្លាក់ដំឡើងភ្លើងហ្វាដោយស្វ័យប្រវត្តិក៏ដូចជាមុខងារពិសេសជាច្រើនដទៃទៀតតើមួយណាជាជម្រើសជាក់ស្ដែងរបស់លោកអ្នកមួយនេះឬក៏មួយនេះជួយខមមិនប្រាប់ផងតែបើដឹងថាមួយណាហើយជួយតាក់ទងមកអ្នកលោកផង